ជំរាបសួរលោកគ្រូថ្ងៃនេះដែរខ្ញុំនឹងបង្ហាញនៅកិច្ចការតាក់ទងជាមួយនឹងការ hosting នៅ e-commerce website ត្រូវដែលតម្រូវឲ្យយើងប្រើប្រាស់នៅ WordPress ជាដំបូងយើងត្រូវមាន live share account ហ្នឹងដែលខ្ញុំបាន register រួចហើយប៉ុន្តែនៅពេលដែលយើង register live share មកបានដំបូងគឺវាអត់មានកន្លែងនេះទេប៉ុន្តែដោយសារតែខ្ញុំបាន set up វារួចហើយគឺវានឹង load ចេញជាបែបនេះប៉ុន្តែបើសិនបើយើងអត់ទាន់មានទេយើងអាចធ្វើការ create instance នេះបន្ទាប់មកធ្វើការជ្រើសរើសជា platform WordPress ហើយនឹងតាក់ទងទៅនឹង SSH key ហ្នឹងគឺដំបូងហ្នឹងគឺវាមានជា default SSH key ប៉ុន្តែបើយើងចង់ custom key យើងអាច create custom ហើយយើងនឹងធ្វើការ create នៅ key ដោយខ្លួនឯងកន្លែងនេះដែរគ្រាន់តែជា plan សម្រាប់ធ្វើការ hosting នៅ website ហ្នឹងទេហើយបន្ទាប់មកយើងធ្វើការចុច create instance ប៉ុន្តែដោយសារតែកន្លែងនេះគឺខ្ញុំបាននេះហើយគឺខ្ញុំអត់មិនបង្កើតម្ដងទៀតទេហើយនៅពេលដែលយើងបង្កើតវារួចវានឹង load ចេញជាបែបនេះមកហើយបើសិនបើវាយើងចង់ឲ្យវាដោយ instance ហ្នឹងគឺកំពុងតែ run នេះប៉ុន្តែបើសិនជាយើងចង់ឲ្យវាឈប់គឺយើងធ្វើការចុចនៅលើពាក្យ stop ហ្នឹងតោះមកយើងនឹងធ្វើការ connect ទៅកាន់ website របស់យើងដែលធ្វើការ connect តាមរយៈការប្រើប្រាស់នៅ SSH key ខ្ញុំធ្វើការចុច connect វាមកតោះមកធ្វើការ install វាមកយើងឃើញថា application credential ខ្ញុំធ្វើការ copy វាហើយប្រើ command មួយ cat ហើយនៅ enter មកយើងនឹងទទួលបាន user ហើយនឹង password របស់ WordPress ហ្នឹងយើងធ្វើការ copy វាមកតទៅពេលយើងបាន password របស់ admin sign រួចមកយើងធ្វើការចូលទៅចុចទៅលើកន្លែងនេះដែរដោយសារតែកន្លែងនេះខ្ញុំបាន log in វាចូលហើយអញ្ចឹងវានឹងចូល automatically ចូលទៅកាន់នេះតែម្ដងតមកទៀតយើងនឹងធ្វើការជ្រើសរើស theme ដើម្បីធ្វើការ hosting ដោយសារតែនៅក្នុងនេះគឺខ្ញុំបានជ្រើស theme មួយខ្ញុំធ្វើការជ្រើសរើសនៅ theme នេះដែលដោយសារតែវាមាន importer demo importer អញ្ចឹងងាយស្រួលសម្រាប់យើងធ្វើការ demo sorry តមកទៀតនេះគឺជា demo ខ្លះៗអំពី website ដែលខ្ញុំបានជ្រើស theme នឹងមកគឺវាមានទម្រង់បែបនេះហើយបន្តមកទៀតនៅពេលដែលយើងជ្រើស theme អីហើយយើងនឹងចូលមកកាន់មកធ្វើការដោយសារតែយើងមាន instance រួចហើយយើងនឹងចាប់ផ្ដើមធ្វើការជ្រើសនៅ host zone ដែរតាមរយៈនៅroute 53យើងចូលមកកាន់ route 53ហ្នឹងមកដោយសារតែ website នេះគឺខ្ញុំបានជ្រើសនៅ host zone ហើយនេះគឺជា host zone ដែលខ្ញុំបានជ្រើសដោយសារតែនៅក្នុងដើម្បីបង្កើត host zone បានយើងតម្រូវឲ្យយើងមាន domain name មួយដែល domain name ហ្នឹងគឺខ្ញុំបានចូលមកធ្វើការទិញចេញពី website មួយដែលមានឈ្មោះថា Namecheap ហ្នឹង
តែនៅក្នុងហ្នឹងយើងត្រូវធ្វើការនៅ customer DNS ចំនួន4ហ្នឹងហើយនៅក្នុងនេះក៏ដូចគ្នាដែរខ្ញុំធ្វើការ config នៅ DNS ចំនួន4ដូចគ្នាប៉ុន្តែដោយសារតែកន្លែងនេះខ្ញុំមាន record ចំនួន2ហើយខ្ញុំធ្វើការ create record មួយទៀតតមកខ្ញុំនឹង pass IP public IP ដែលខ្ញុំត្រូវ copy ចេញពីនេះមកខ្ញុំនឹង create record មួយទៀតដោយប្រើ W 3 ដងហើយនឹងចឹងខ្ញុំបាន create record មួយហើយដែល record ហ្នឹងចំនួន4តមកយើងត្រូវការ create copy នៅ name server ដែលនៅក្នុង name server ហ្នឹងខ្ញុំនឹង copy ចេញពីនៅក្នុងហ្នឹងដែលមានចំនួន4ហ្នឹង copy ដាក់កន្លែងហ្នឹងចំនួន4ហ្នឹងហើយយើងនឹងចុចសញ្ញាតមកយើងត្រូវចូលទៅកាន់ទៅ check ថាតើវាដើរដែរអត់ចឹងមានន័យថានៅពេលដែលយើង search ទៅគឺយើងឃើញថា DNS របស់យើងហ្នឹង domain name របស់យើងគឺដំណើរការហើយចឹងតបមកយើងចូលមកកាន់file របស់យើងចឹងយើងត្រូវចូលមកកាន់កន្លែងនេះដើម្បីធ្វើការដូរពី HTTP ទៅជា HTTPS តែយើងតែចូលយក command ពីក្នុងក្រុមផាវាចូលតមកចូលមកកាន់command មួយទៀតគឺកន្លែងនេះយើងត្រូវការដូរឈ្មោះ domain name របស់យើងក៏ដូចគ្នាដែរ
បន្ទាប់ពីយើងបានធ្វើការ change HTTP ទៅកាន់ HTTPS អញ្ចឹងឃើញថាឥឡូវហ្នឹងយើងទទួលបាន site របស់យើងដែលមាន HTTPS នៅពីមុខអញ្ចឹងហើយយើងអាចចូល view នៅ site របស់យើងនៅពេលដែលយើងចូល view ទៅយើងនឹងឃើញ site របស់យើងមាន blank ជា local ដូចដល់កន្លែងនេះយើងចូលមក view site គឺវានៅជា local ប៉ុន្តែនៅពេលដែលយើងនេះហើយគឺវា load ទៅលើជា HTTPS វិញចឹងហើយ step ដែលយើងត្រូវធ្វើបន្តគឺតកតងជាមួយនឹង payment gateway ចឹងហើយនៅក្នុង WooCommerce យើងហ្នឹងគឺយើងនឹងទៅធ្វើការ set up ទៅតាមលំដាប់លំដោយដែល WooCommerce គាត់តម្រូវឲ្យយើងធ្វើចឹងហើយនៅក្នុងនោះដែរគឺមានតកតងជាមួយនឹងការ payment ចំពោះការ payment នេះនៅពេលដែលដើមដំបូងឡើយគឺយើងអត់ទាន់មាន API Payment Gateway នេះទេចឹងដើម្បីទទួលបាន API Payment Gateway នេះយើងត្រូវទៅធ្វើការទៅ install នៅ plugin API Payaway ចឹងហើយនៅក្នុងនេះយើងឃើញថា API Payaway យើងត្រូវធ្វើការ install នៅ plugin ដែលមានឈ្មោះថា API Payment Gateway ហ្នឹងសម្រាប់ WooCommerce ដោយសារតែខ្ញុំបាន install ហើយតមកបានធ្វើការ activate វារួចហើយអញ្ចឹងគឺយើងនឹងមកធ្វើការ config វានៅក្នុង WooCommerce នេះយើងចូលមកកាន់ setting ហ្នឹងមក payment ខ្ញុំនឹងធ្វើការ config នៅក្នុងនេះដល់យើងចុចទៅលើ manage ដែលនៅក្នុងនេះតម្រូវឲ្យយើងធ្វើការនៅបញ្ចូលនៅ merchant ID ក៏ដូចជា API key របស់យើងដែល merchant ID ហ្នឹងគឺយើងត្រូវតម្រូវឲ្យយើងទៅធ្វើការ request ពីខាងPayway មកដើម្បីទទួលបាននៅ credential មួយនេះដែលយើងមាន merchant ID ក៏ដូចជា API key ចឹងហើយយើងធ្វើការ copy merchant ID នេះចូលមកកាន់កន្លែងនេះហើយ API key យើងនឹងធ្វើការយកចេញពី key នេះដាក់ចូលមកក្នុងនេះផងដែរតមកទៀតយើងត្រូវប្រកាសថាយើងបាន tick ទៅលើនេះដើម្បី enable នៅ payment gateway នេះក៏ដូចជា tick ទៅលើ sandbox mode ដែលបញ្ជាក់ថានេះគឺជា mode ដែលយើងធ្វើសម្រាប់ testing ប៉ុណ្ណោះហើយក្នុងនេះដែរយើងមិនបាច់ធ្វើការ change អីទេយើងទុកវានៅដដែលចំពោះកន្លែង pushback URL នេះដោយសារតែជា default វាមកគឺវាមិនមែនបែបនេះទេប៉ុន្តែយើងត្រូវធ្វើការ change វាដោយចូលទៅកាន់ Payway website របស់ Payway ហ្នឹងមកហើយចូលមកកាន់ plugin WooCommerce ស្វែងរកពាក្យថា pushback URL តោះមកយើងធ្វើការ copy នៅ URL មួយហ្នឹងដើម្បីបោះវាចូលទៅក្នុង pushback URL នេះតោះមកយើងធ្វើការ save change វាចឹងហើយនៅពេលដែលយើងបាន push វាហើយយើងត្រូវធ្វើការ check ទៅលើតកតងទៅនឹង site visibility site visibility នេះគឺមានន័យថា manage ទៅលើថា site របស់យើងហ្នឹងអាភាពបែបម៉េចទៅ user បើយើងចុច coming soon នេះគឺវានឹង load ថា site របស់យើងហ្នឹងនឹងអាភា coming soon នេះចឹងទៅចឹងហើយឥឡូវនេះយើងចាប់ផ្ដើមចូលទៅធ្វើការតកតងទៅនឹងទៅលើជាមួយនឹង website របស់យើងគឺថាយើងចូលមកហ្នឹងហើយយើងធ្វើការ add product ចូលទៅក្នុង cart របស់យើងថតតទៅមួយ product មួយនេះយើងចូលមក view cart នឹងមក sorry bit
ទៅកាន់ store របស់យើងឬការ add ចូលទៅក្នុង cart របស់យើងតបមក proceed check out ខ្ញុំជ្រើសរើសយក FAQR ធ្វើការ place order ចឹងហើយយើងឃើញថាវា load នៅ FAQR របស់នេះយកមកឲ្យតបមកយើងចូលមកកាន់ WooCommerce ទៅ check your order ចឹងយើងឃើញថាខាងនេះជា pending payment របស់យើងគេអាចchange នៅ status របស់វាបាន complete